ដក Kera ចេញ3នាក់នេះហើយជា Top 3 Golan ក្នុងចិត្តរបស់ Skyla ការប្រកួត MPL Indonesia រដូវកាលទី 17 បានចាប់ផ្ដើមដំណើរការហើយក្នុងនោះក្រុមទាំងអស់ក៏បានដាក់ main roster របស់ពួកគេចូលលេងហើយដែរដើម្បីសាកទឹកដៃគ្នាទៅវិញទៅមកក្រោយពីបានឃើញការប្រកួតរបស់ក្រុមទាំងអស់ហើយ Skyla ដែលជាដៃ Golan ឆ្នើមមួយរូបរបស់ Indonesia មើលឃើញថាកីឡាករ3នាក់ដែលលេងនៅលើ Golan ដែលគួរឲ្យចាប់អារម្មណ៍ជាងគេដោយកីឡាករទាំង3នាក់នោះគឺ Iman របស់ក្រុម Begatron Afi របស់ក្រុម Atletico និង Maybe របស់ក្រុម Dewa United កីឡាករទាំង3នាក់នេះចំណុចគួរឲ្យចាប់អារម្មណ៍រៀងៗខ្លួននិងរំពឹងថានឹងធ្វើបានល្អនារដូវកាលនេះដោយឡែក Skyla មិនបានរាប់បញ្ចូល Kera ឡើយព្រោះដៃ Golan របស់ហ្វីលីពីនរូបនេះជា gold standard ម្នាក់ទៅហើយគ្មានគូប្រៀបទៀតទេដូច្នេះហើយគេមិនរាប់ព្រោះល្អខ្លាំងពេកលេខ1ទៅហើយគេរាប់តែ goal laner ដែលគួរឲ្យចាប់អារម្មណ៍និងអាចអភិវឌ្ឍសមត្ថភាពបន្ថែមទៀតប៉ុណ្ណោះនារដូវកាលនេះបើដក Kera ចេញ3នាក់នេះហើយជា Top 3 Golan ក្នុងចិត្តរបស់ Skyla ការប្រកួត MPL Indonesia រដូវកាលទី 17 បានចាប់ផ្ដើមដំណើរការហើយក្នុងនោះក្រុមទាំងអស់ក៏បានដាក់ main roster របស់ពួកគេចូលលេងហើយដែរដើម្បីសាកទឹកដៃគ្នាទៅវិញទៅមកក្រោយពីបានឃើញការប្រកួតរបស់ក្រុមទាំងអស់ហើយ Skyla ដែលជាដៃ Golan ឆ្នើមមួយរូបរបស់ Indonesia មើលឃើញថាកីឡាករ3នាក់ដែលលេងនៅលើ Golan ដែលគួរឲ្យចាប់អារម្មណ៍ជាងគេដោយកីឡាករទាំង3នាក់នោះគឺ Iman របស់ក្រុម Begatron Afi របស់ក្រុម Atletico និង Maybe របស់ក្រុម Dewa United កីឡាករទាំង3នាក់នេះចំណុចគួរឲ្យចាប់អារម្មណ៍រៀងៗខ្លួននិងរំពឹងថានឹងធ្វើបានល្អនារដូវកាលនេះដោយឡែក Skyla មិនបានរាប់បញ្ចូល Kera ឡើយព្រោះដៃ Golan របស់ហ្វីលីពីនរូបនេះជា gold standard ម្នាក់ទៅហើយគ្មានគូប្រៀបទៀតទេដូច្នេះហើយគេមិនរាប់ព្រោះល្អខ្លាំងពេកលេខ1ទៅហើយគេរាប់តែ goal laner ដែលគួរឲ្យចាប់អារម្មណ៍និងអាចអភិវឌ្ឍសមត្ថភាពបន្ថែមទៀតប៉ុណ្ណោះនារដូវកាលនេះបើដក Kera ចេញ3នាក់នេះហើយជា Top 3 Golan ក្នុងចិត្តរបស់ Skyla ការប្រកួត MPL Indonesia រដូវកាលទី 17 បានចាប់ផ្ដើមដំណើរការហើយក្នុងនោះក្រុមទាំងអស់ក៏បានដាក់ main roster របស់ពួកគេចូលលេងហើយដែរដើម្បីសាកទឹកដៃគ្នាទៅវិញទៅមកក្រោយពីបានឃើញការប្រកួតរបស់ក្រុមទាំងអស់ហើយ Skyla ដែលជាដៃ Golan ឆ្នើមមួយរូបរបស់ Indonesia មើលឃើញថាកីឡាករ3នាក់ដែលលេងនៅលើ Golan ដែលគួរឲ្យចាប់អារម្មណ៍ជាងគេដោយកីឡាករទាំង3នាក់នោះគឺ Iman របស់ក្រុម Begatron Afi របស់ក្រុម Atletico និង Maybe របស់ក្រុម Dewa United កីឡាករទាំង3នាក់នេះចំណុចគួរឲ្យចាប់អារម្មណ៍រៀងៗខ្លួននិងរំពឹងថានឹងធ្វើបានល្អនារដូវកាលនេះដោយឡែក Skyla មិនបានរាប់បញ្ចូល Kera ឡើយព្រោះដៃ Golan របស់ហ្វីលីពីនរូបនេះជា gold standard ម្នាក់ទៅហើយគ្មានគូប្រៀបទៀតទេដូច្នេះហើយគេមិនរាប់ព្រោះល្អខ្លាំងពេកលេខ1ទៅហើយគេរាប់តែ goal laner ដែលគួរឲ្យចាប់អារម្មណ៍និងអាចអភិវឌ្ឍសមត្ថភាពបន្ថែមទៀតប៉ុណ្ណោះនារដូវកាលនេះ